សូមជូនរឿងនិទានតុក្កតាខ្មែរក្រពើរមិលគុណកាលពីព្រេងនាយនៅរដូវប្រាំងមួយអាកាសធាតុក្តៅហួតហែងខ្លាំងណាស់ត្រពាំងនិងបឹងបួជាច្រើនបានរីងស្ងួតអស់ថ្ងៃមួយមានបុរសចំណាស់ម្នាក់ឈ្មោះតាសុកគាត់កំពុងបរទេសគោរបស់គាត់កាត់តាមព្រៃដើម្បីត្រឡប់ទៅផ្ទះពេលធ្វើដំណើរមកដល់ត្រពាំងមួយដែលរីងទឹកអស់តាសុកក៏ឈប់រទេះគាត់បានឮអ្វីមួយធ្ងូនៅជិតស្រះអោព្រះអើយមានក្រពើដ៏ធំមួយកំពុងជាប់ផុងក្នុងភក់វាជិតស្លាប់ដោយសារអត់ទឹកទៅហើយក្រពើឃើញតាសុកក៏ស្រក់ទឹកភ្នែកអង្វរលោកតាអើយសូមជួយសង្គ្រោះជីវិតខ្ញុំផងខ្ញុំជិតស្លាប់ហើយកុំភ័យអីខ្ញុំនឹងជួយអ្នកតាសុកមានការស្ទាក់ស្ទើរព្រោះក្រពើជាសត្វកាចសាហាវបើលោកតាជួយខ្ញុំសន្យាមិនស៊ីលោកតាទេខ្ញុំនឹងដឹងគុណអស់មួយជីវិតដោយក្តីអាណិតអាសូរតាសុកក៏យល់ព្រមជួយសង្គ្រោះក្រពើនោះគាត់ជាមនុស្សចិត្តបុណ្យមិនដាច់ចិត្តទុកឲ្យសត្វស្លាប់នោះទេគាត់បានយកខ្សែមកចងមាត់នឹងខ្លួនក្រពើយ៉ាងជាប់ដើម្បីងាយស្រួលលើកចំណែកឯក្រពើក៏យល់ព្រមឲ្យគាត់ចងដោយតាមសម្រួលតាសុកខំប្រឹងលើកក្រពើដ៏ធ្ងន់នោះដាក់លើរទេះរបស់គាត់យ៉ាងលំបាកគាត់ប្រញាប់ប្រញាល់បរទេសចេញពីទីនោះឆ្ពោះទៅរកទន្លេមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរមកដល់មាត់ទន្លេមួយដែលមានទឹកថ្លាឆ្វេងតាសុកសប្បាយចិត្តណាស់ដែលបានជួយសង្គ្រោះជីវិតសត្វនេះគាត់ក៏ចាប់ផ្ដើមស្រាយខ្សែចេញពីក្រពើពេលស្រាយខ្សែរួចរាល់ក្រពើមានកម្លាំងឡើងវិញភ្លាមស្រាប់តែពេលនោះក្រពើរមិលគុណបានហាមាត់ត្របាក់ខំជើងតាសុកយ៉ាងជាប់លោកតាខ្ញុំឃ្លានណាស់ខ្ញុំត្រូវតែស៊ីលោកតាជាអាហាររបស់ខ្ញុំសិនហើយតាសុកតូចចិត្តយ៉ាងខ្លាំងព្រោះខំជួយក្រពើតែវាបែរជាបកមកខំចង់ស៊ីគាត់វិញដូចនេះឯងពិតជាសត្វរមិលគុណមែនឯងភ្លេចពាក្យសន្យាហើយមែនទេស្របពេលនោះសុភាទន្សាយដែលជាសត្វមានប្រាជ្ញាបានលោតចេញពីគុម្ពព្រៃមកដល់ដោយឃើញហេតុការណ៍មិនសូវស្រួលទន្សាយក៏បានចូលទៅសាកសួរតាសុកនិងក្រពើមើលអ្នកទាំងពីរតើមានរឿងអ្វីកើតឡើងនឹងលោកតានិងបងក្រពើតាសុកក៏រៀបរាប់ដំណើររឿងតាំងពីដើមដល់ចប់ប្រាប់សុភាទន្សាយចំណែកក្រពើនៅតែមិនព្រមលែងមាត់ក្រោយពីស្ដាប់ចប់សុភាទន្សាយស្រាប់តែសើចឡើងយ៉ាងខ្លាំង
ទេមិនពិតទេខ្ញុំមិនជឿទេជារឿងកុហកទេខ្លួនរបស់បងក្រពើធំប៉ុណ្ណេះមិននឹងអាចដាក់លើរទេះតូចនោះចុះទៅខ្ញុំមិនជឿដាច់ខាតក្រពើខឹងទន្សាយមាក់ងាយក៏ព្រមលែងជើងលោកតាក៏បានបើសិនជាឯងមិនជឿអញទេចាំអញធ្វើឲ្យឯងមើលម្ដងទៀតក៏បានដោយសារតែចាញ់បោកកលល្បិចដ៏ឆ្លាតវៃរបស់ទន្សាយក្រពើដ៏ល្ងងខ្លៅនោះក៏បានខំប្រឹងវាយ៉ាងយឺតឡើងទៅដេកនៅលើរទេះគោរបស់លោកតាវិញម្ដងទៀតវាចង់បង្ហាញទន្សាយថាវាអាចដាក់ខ្លួនចូលទៅក្នុងរទេះនេះបានយ៉ាងងាយស្រួលវាមិនដឹងថាវាកំពុងធ្លាក់ចូលក្នុងអន្ទាក់នោះទេសុភាទន្សាយធ្វើភ្នែកញាក់ដាក់លោកតាជាសញ្ញាឲ្យលោកសាចងវាម្ដងទៀតលោកតាឆាប់យកខ្សែមកចងវាឲ្យដូចដើមមើលបើបានតឹងជាងមុនកាន់តែល្អតាសុកយល់ការក៏ប្រញាប់យកខ្សែមកចងក្រពើយ៉ាងជាប់តាំងពីក្បាលដល់កន្ទុយហាហាហាឥឡូវឯងចាញ់បោកអញហើយអាក្រពើរមិលគុណលោកតាដឹកវាត្រឡប់ទៅទម្លាក់ចោលនៅកន្លែងចាស់វិញទៅគុំអាណិតសัตว์ដែលមិនស្គាល់គុណគេឲ្យសោះតាសុកក៏ដឹកក្រពើទៅទម្លាក់ចោលក្នុងត្រពាំងរីងស្ងួតនោះវិញមែនទើបគាត់ត្រឡប់ទៅផ្ទះដោយសុវត្ថិភាពរឿងនេះអប់រំថាធ្វើគុណបានទោសយើងមិនត្រូវធ្វើជាមនុស្សរមិលគុណឆ្លើយតបអំពើល្អគេដោយអំពើអាក្រក់ឡើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាជួបគ្នារឿងក្រោយទៀតជម្រាបលា